លោកអ្នកនាងជាទីមេត្រីថ្មីនេះមានការបញ្ចេញនូវរូបភាពដែលលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានជួបជាមួយនឹងមេដឹកនាំចលនាវៀតណាមសេរី VFF Vietnamese Freedom Fighter ដើម្បីរកមធ្យោបាយនៅក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះហើយនៅក្នុងរូបភាពដែលលោកសំរងស៊ីបានជួបអបគិកៅជាមួយនឹងមេដឹកនាំចលនាវៀតណាមសេរីដែលមានឈ្មោះថាមុកឡាញ់នៅឯសហរដ្ឋអាមេរិកនោះគឺត្រូវគេរាយការណ៍ថាការជួបនោះគឺផ្ដោតទៅលើការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលនិងគម្រោងដែលមានការធ្វើបាតកម្មជាហោហែនៅមុនពេលដែលមានការបោះឆ្នោតសកលប្រមាណ3ខែឯណោះហើយក៏សូមបញ្ជាក់ថាករណីនេះអប្សរាnetបានសាកសួរទៅលោកសំរងស៊ីតាមទូរស័ព្ទនៅពេលដែលលោកសំរងស៊ីកំពុងតែស្ថិតនៅក្រៅប្រទេសដែលលោកសំរងស៊ីបានប្រាប់អប្សរាnetថាលោកពុំបានជួបជាមួយនឹងមេដឹកនាំចលនាវៀតណាមសេរីនិងក៏ពុំមានគម្រោងនៅក្នុងការជួបនោះផងដែរពាក់ព័ន្ធនឹងករណីនេះប្រជាពលរដ្ឋខ្មែរបានសម្ដែងនូវក្តីសោកស្ដាយចំពោះមេដឹកនាំគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលហៅសកម្មភាពដែលគាត់ជួបជាមួយនឹងវៀតណាមនៅក្រៅប្រទេសថាជាអំពើក្បត់ជាតិនៅក្នុងការដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នជាពិសេសលោកសំរងស៊ីត្រូវប្រជាពលរដ្ឋតែងតែឃើញថានៅក្នុងប្រទេសតែងតែហៅរដ្ឋាភិបាលថាក្បាលយួនខ្លួនខ្មែរឬក៏ប្រជាពលរដ្ឋក្បាលយួនខ្លួនខ្មែរឲ្យមានការបំផុសបំផុលស្អប់ជនជាតិវៀតណាមដូចជាដើមផ្ទុយទៅវិញលោកសំរងស៊ីត្រូវគេរាយការណ៍ថាបែរជាមានទំនាក់ទំនងជាមួយនឹងមន្ត្រីចលនាវៀតណាមសេរីនៅឯសហរដ្ឋអាមេរិកនោះទៅវិញនៅក្នុងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដើម្បីចង់ដឹងថាតើទស្សនៈប្រជាពលរដ្ឋនៅក្នុងការដែលហៅលោកសំរងស៊ីថាក្បត់ជាតិនោះមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចខ្លះនេះគឺជាប្រសាសន៍របស់ពួកគាត់ប្រជាជនខ្មែរគេស្រឡាញ់ណាស់ទឹកដីខ្មែរក៏ប៉ុន្តែគាត់បែរជាមានគំនិតមួយទៅស្អប់យួនហើយបែរជាទៅលួចលាក់សហការនៅជាមួយវៀតណាមដែលពាក្យគាត់និយាយចេញមកមួយម៉ាត់ដៀខ្មេះយួនប្រមាថយួនក៏ប៉ុន្តែគាត់លួចលាក់ទៅនៅប្រទេសអាមេរិកដែលគេឃើញអង្កេតឃើញថាសហការជាមួយយួនដើម្បីមកធ្វើមហាកោតកម្មធ្វើមហាបាតកម្មនៅក្នុងរាជធានីភ្នំពេញអញ្ចឹងហើយខ្ញុំសង្កេតឃើញថារាល់តែការដែលគាត់កោតកម្មហ្នឹងគឺជាជនភៀសតិចណាស់ដែលគេចូលរួមសប្តាហ៍ថ្ងៃគឺគេភាគច្រើនគេគិតតែរឿងមុខរបរស៊ីទេតែដល់គាត់ពេលដែលគាត់នៅជាមួយប្រជាវងបាតកម្មគាត់និយាយផ្សេងដល់ពីក្រោយខ្នងគាត់ទៅគាត់លួចលាក់ផ្សេងអញ្ចឹងប្រជាជនខ្មែរគាត់អស់ជំនឿលើគាត់ហើយពីព្រោះថាគាត់មិនដឹងជាមនុស្សបែបណាទេគឺគាត់និយាយដោយអត់មានភាពទទួលខុសត្រូវរាល់ថ្ងៃនេះដូចខ្ញុំជាកម្មករអញ្ចឹងខ្ញុំពឹងទៅលើធ្វើការដើម្បីបានប្រាក់ខែចាំគ្រួសារខ្ញុំដល់លឺសូតែគាត់និយាយមិនណាខ្ញុំអត់សង្ឃឹមជាខ្លាំងដោយសារគាត់ទៅផ្ដាច់ជំនួយពីស្រុកគេមកទៅមិនអោយគេកំង order មិនអោយគេមានវិនិយោគទុនពីស្រុកខ្មែរមករកស៊ីនៅស្រុកខ្មែរយើងឲ្យបានរីកចម្រើនទេគាត់បែរជាថាគឺគាត់និយាយឲ្យគេផ្ដាច់ជំនួយផ្ដាច់អីអញ្ចឹងបើផ្ដាច់ជំនួយទៅតើសួរថាកម្មករខ្មែរហើយក៏ដូចជារូបខ្ញុំក៏ដូចក្រុមគ្រួសារខ្ញុំមានពុកម្ដាយចាស់ខ្ញុំត្រូវចាំគាត់អញ្ចឹងគាត់ធ្វើអញ្ចឹងធ្វើឲ្យប្រជាជនអន់ចិត្តមួយចំនួនគាត់ល្អណាស់សម្រាប់ពងបាតកម្មគាត់បាក់ពួកគ្នាគាត់ក៏ប៉ុន្តែចំពោះដែលប្រជាជនផ្សេងមួយចំនួនដែលគេចូលចិត្តរស់នៅដោយមានសុខសន្តិភាពគាត់ធ្វើអញ្ចឹងដូចឲ្យធ្វើឲ្យមានភាពចលាចលក្នុងប្រទេសងាកកោតកម្មងាកបាតកម្មហើយការចោះជួយគាត់ដូចជានៅបញ្ហាទឹកចំនួនអីខ្ញុំមើលឃើញគាត់ដូចខ្វះចន្លោះច្រើនណាជំរាបជូនដល់ប្រជាជនខ្មែរទាំងអស់ដែរបាទនេះហើយដែលជាទង្វើគាត់ដែលថ្មីដែលគេបានបញ្ចេញឯកសារហ្នឹងហើយខ្ញុំក៏បានដឹងពីរឿងហ្នឹងដែរអញ្ចឹងខ្ញុំមានការអន់ចិត្តជាខ្លាំងហើយខ្ញុំក៏សូមអំពាវនាវដល់ខាងដែលបងប្អូនខ្មែរយើងដែលចូលរួមបាតកម្មជាមួយហ្នឹងសូមបងប្អូនខំគិតគូរពីបញ្ហារកស៊ីខ្លួនយើងហើយបើសិនជាខ្លួនយើងមិនខំប្រឹងខ្លួនយើងខំប្រឹងអីទេយើងនៅតែជឿការញុះញង់ជនមួយក្តាប់តូចជាពិសេសលោកសំស៊ីឲ្យលោកកឹមនិខាហ្នឹងតែម្ដងគឺគាត់នាំឲ្យសុខទេសយើងវឹកវរហើយគ្មានភាពទទួលខុសត្រូវទេទៅដើរទៅឃោសនាពាវនាវស្រុកគេឲ្យគេផ្ដាល់ជំនួយផ្ដាល់អីមកឲ្យដល់ខ្លួនឯងយកមកធ្វើចាយវាមកធ្វើអីដូចស្នេហាជាតិខ្លាំងណាស់តែខ្ញុំមិនថាខ្ញុំមិនកាន់បាក់ខាងណាទេដោយសារខ្ញុំអង្កេតឃើញថាឃើញរាជរដ្ឋាភិបាលរាល់ថ្ងៃគាត់ខំប្រឹងធ្វើការបន្តិចម្ដងតាមលទ្ធភាពផងគាត់ហើយគាត់មិនដែលរត់ចោលប្រជាជនខ្មែរយើងទេគាត់នៅកក់ក្ដៅជាមួយប្រជាជនខ្មែរដោយឡែកលោកសំនឹងស៊ីហ្នឹងងាកទៅស្រុកគេហើយរករឿងមិនចេះចប់
គាត់និយាយមកណាស្អប់យួនឲ្យប្រជាជនខ្មែរឲ្យប្រជាជនសាសជាតិដូចគ្នាហ្នឹងស្អប់គ្នាទៅវិញមកទៅកាប់ចាក់គ្នាហូរឈាមទៅវិញមកឲ្យខ្លួនគាត់បែរជាទៅលួចជួបអ្នកដែលធ្វើកោតកម្មធំដែលអ្នកដែលមានជំនាញខ្លាំងគេខាងកោតកម្មអញ្ចឹងខ្ញុំសូមមិនគ្រប់គ្រងទេនៅទង្វើដែលលោកសំស៊ីគាត់ធ្វើអញ្ចឹងដល់ពេលគាត់បានដឹកនាំប្រទេសខ្មែរនឹងរត់តែយ៉ាប់វេទនាយ៉ាងហ្នឹងទៀតតែចុងក្រោយខ្ញុំអស់ជំនឿបាទខ្ញុំអស់ជំនឿខ្ញុំសូមអស់ជំនឿគាត់ហើយខ្ញុំគិតថាគាត់ជាមនុស្សដែលមិនទទួលខុសត្រូវជាមួយប្រជាជនទេគាត់និយាយដៀលពីខ្មែរសិទ្ធិខ្មែរលក់ក្បាលឲ្យយួនអីអញ្ចឹងទៅក៏ប៉ុន្តែខ្លួនគាត់គឺជាមនុស្សដែលអាក្រក់គាត់ទៅតាក់ទងនៅប្រទេសផ្សេងដើម្បីមកធ្វើបាតកម្មនៅក្នុងប្រទេសកម្ពុជានេះហើយខ្ញុំគិតថាគាត់មិនមែនជាមនុស្សល្អហើយខ្ញុំក៏មិនគាំទ្រឲ្យគាត់ធ្វើបាតកម្មបែបហ្នឹងដែរប្រជាជនកម្ពុជានឹងរងការលំបាកដូចថាធ្វើបាតកម្មទៅធ្វើឲ្យខាតពេលវេលាស្វាត់ទាំងការងារនិងលុយកាក់ប្រាក់កាក់អីទៀតក៏យើងដូចថាខាតគ្រប់បែបយ៉ាងទាំងអស់ហើយខ្ញុំគិតថាគាត់ជាមនុស្សក្បត់ជាតិដែលគាត់ធ្វើអញ្ចឹងគឺដែលមិនទទួលស្គាល់នៅការពិតខ្លួនឯងខាងក្រោយខ្នងគឺគាត់គិតផ្សេងនៅខាងមុខក៏គាត់គិតផ្សេងគាត់ពឹងវៀតណាមក៏ប៉ុន្តែគាត់ដៀលខ្មែរថារដ្ឋាភិបាលខ្មែរជាក្បាលយួនខ្លួនខ្មែរអីហ្នឹងតែតាមពិតគាត់ក៏ទៅពឹងយួនដើម្បីឲ្យមកធ្វើបាតកម្មនឹងដែរអញ្ចឹងខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់កុំឲ្យគ្រប់គ្រងលោកសំរងស៊ីនឹងធ្វើបាតកម្មតទៅទៀតព្រោះខ្ញុំគិតថាអត់មានប្រយោជន៍អីទៀតទេព្រោះថាការងារយើងធ្វើតែការងារយើងទៅយើងកុំទៅឈរហាក្តៅហាខ្យល់ដើម្បីតែផលប្រយោជន៍អ្នកដទៃនោះខ្ញុំគិតថាគាត់ជាមនុស្សកលិចកលុចណាព្រោះគាត់មិនទទួលការខុសត្រូវចំពោះខ្លួនឯងធ្វើឲ្យប្រជាជនជឿទុកចិត្តទៅលើគាត់ប៉ុន្តែទៅវិញគាត់បានលួចតាក់ទងជាមួយប្រទេសក្រៅជាមួយនឹងមេដឹកនាំវៀតណាមដើម្បីតែផលប្រយោជន៍ខ្លួនឯងអត់គិតពីប្រជាជនដែលនៅប្រទេសកម្ពុជានេះគាត់បែរជាបំបោប្រជាជនឲ្យធ្វើមហាបាតកម្មឲ្យស្អប់យួនឲ្យចោទយួនតែទៅវិញគាត់ទៅប្រទេសក្រៅគាត់ខុសខិតជាមួយនឹងមេដឹកនាំយួនដើម្បីធ្វើបាតកម្មនៅប្រទេសខ្មែរយើងខ្ញុំជាប្រជាជនម្នាក់ខ្ញុំមិនមានអស់ជំនឿក្នុងការទុកចិត្តរបស់គាត់ខ្លាំងណាស់គាត់ធ្វើយ៉ាងធ្វើប៉ះពាល់ដល់ប្រទេសជាតិយ៉ាងធំហើយគាត់បានឮពាក្យដែលខ្ញុំធ្លាប់មើលទូរទស្សន៍ហើយនឹងមើលកាសែតថាលោកសំរងស៊ីបានទៅប្រទេសក្រៅដើម្បីតាក់ទងយួនចោះចូលយួនដើម្បីរកជំនួយឲ្យយួនជួយជំនួយមកដើម្បីធ្វើកតកម្មហើយធ្វើកតកម្មហ្នឹងលោកសំរងស៊ីគាត់បានដៀលខ្មែរថាខ្លួនខ្មែរក្បាលយួនហើយធ្វើឲ្យខ្មែរនេះអីហ្នឹងឆ្លោះគ្នាហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងជ្រួយច្របល់យ៉ាងខ្លាំងនៅប្រទេសកម្ពុជាយើងអញ្ចឹងចំពោះលោកសំរងស៊ីគាត់ធ្វើអញ្ចឹងគាត់មិនទទួលនឹងការពិតរបស់គាត់ដៀលខ្មែរថាខ្មែរខ្លួនខ្មែរក្បាលយួនការពិតគឺគាត់ទៅតាក់ទងជាមួយយួនអញ្ចឹងលោកសំរងស៊ីគាត់ធ្វើយ៉ាងមិនសមដែរទង្វើនេះបាទជាទង្វើក្បត់ជាតិហើយក្បត់ដល់មតិខ្លួនឯងទៀតលោកនាងទៅនឹងបានស្ដាប់ប្រសាសន៍របស់ប្រជាពលរដ្ឋដែលបានហៅសកម្មភាពរបស់លោកសំរងស៊ីដែលទៅជួបនឹងមេដឹកនាំចលនាវៀតណាមសេរីនៅសហរដ្ឋអាមេរិកថាជាអំពើក្បត់ជាតិនៅក្នុងការដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកុំភ្លេចតាមដានព័ត៌មានអប្សរានេតបន្តទៀតលោកនាងនឹងបានជ្រាបនៅព័ត៌មាននេះជាបន្តយងកាមេរ៉ាអប្សរានេតរាយការណ៍ពីរាជធានីភ្នំពេញ